5G กับ byte 3ណាឥឡូវយើងធ្វើការចុចថា clear នេះលើអាប៊ូតុងក្រហមនេះចុចលើនោះមកហ្នឹងហើយនេះឥឡូវវាពង clear នេះវាពងតែបោនេះទៅហើយបងចាំបន្តិចណាវាពងទៅហើយនេះស៊ឺទៅហើយនេះលោតទៅហើយនេះលោតទៅហើយអញ្ចឹងរូបភាពការ voice សលេងការអីហ្នឹងគឺទៅហើយខ្ញុំទុកថាវីដេអូទេណាបងប្អូនអរគ្នាសួស្តីបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុង channel YouTube របស់ខ្ញុំ Share Home បាទនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនយើងអំពីការទៅសម្អាត storage ឬក៏ហៅថា memory ទំហំផ្ទុកនៅក្នុងទូរស័ព្ទដៃរបស់យើងហ្នឹងបាទឥឡូវនេះទូរស័ព្ទដៃរបស់ខ្ញុំគឺបានពេញ memory ហើយបងប្អូនពេញ storage ហើយបាទអញ្ចឹងខ្ញុំទៅធ្វើការបង្ហាញនេះគឺខ្ញុំបង្ហាញជាមួយនឹងការទៅ clear ជាមួយនឹងទិន្នន័យផ្សេងៗនៅក្នុង app របស់យើងដោយសារតែទិន្នន័យទាំងអស់ហ្នឹងគឺវាបានបែងចែកទៅតាមទំហំដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងផ្ទុកឯកសារទៅលើកម្មវិធីផ្សេងៗចឹងអ្នកគ្នាណាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញទៅខ្ញុំសង្ឃឹមថាបងប្អូនយើងនឹងអាចធ្វើការទៅទស្សនាហើយអាចនឹងយល់ហើយអាចធ្វើការអនុវត្តទៅគឺបានបាទអូខេតែជាដំបូងមុនទៅដល់នៃការបង្ហាញរបស់ខ្ញុំសូមបងប្អូនអរគ្នាកុំភ្លេចធ្វើការចុចនៅលើពាក្យថាជាវឬក៏ subscribe ហើយមួយទៀតកុំភ្លេចធ្វើការចុចបើកសញ្ញាកណ្ដឹងពាក្យថាទាំងអស់ផងណាដើម្បីបានវីដេអូថ្មីនេះចុចពាក្យថាទាំងអស់ចេញមកគឺបងប្អូនយើងបាននៅវីដេអូថ្មីហើយណាអូខេអញ្ចឹងឥឡូវតើខ្ញុំចូលទៅក្នុង app មួយនេះសិននេះ app មួយនេះ app មួយហ្នឹងគឺខ្ញុំចង់បង្ហាញអំពីទំហំផ្ទុកបាទទំហំផ្ទុកនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំហ្នឹងគឺវាបានពេញហើយនេះបាទនេះបាទឥឡូវវាឲ្យខ្ញុំសម្អាតជាមួយនឹងសម្អាតជាមួយនឹងអាហ្នឹងនេះបងឃើញណានេះបងឃើញនេះខ្ញុំប្រើបានតែ2 MB ទេណាបងប្អូនអរគ្នាបាទខ្ញុំប្រើតែប្រហែល MB ទៀតទេអូខេអ្នកនាងអញ្ចឹងបងប្អូនយើងឃើញណានេះគឺខ្ញុំអាចប្រើបានតែចំនួន2 GB ទេណាវាពួកអីវាពេញអស់ហើយណានេះពួកអីវាពេញអស់ហើយអញ្ចឹងវាចេញចូលសញ្ញាក្រហមមកវាឲ្យយើងចូលមកសម្អាតវាអ្នកនាងអូខេអញ្ចឹងឥឡូវខ្ញុំមានវិធីមួយចូលទៅសម្អាតដោយសារតែកម្មវិធីរបស់ខ្ញុំពីមុនដែលខ្ញុំប្រើពីមុនហ្នឹងគឺវាបានផ្ទុកច្រើនទិន្នន័យច្រើនប៉ុន្តែខ្ញុំលុបហើយខ្ញុំព្យាយាមលុបព្យាយាមសម្អាតប៉ុន្តែសម្អាតទៅវាអត់បាត់ទេណាអូខេអញ្ចឹងឥឡូវតើខ្ញុំទៅបង្ហាញតែម្ដងជាមួយនឹងត្រង់កន្លែងហ្នឹងឥឡូវបងប្អូនឃើញជាក់ស្ដែងណាអានេះគឺមុនខ្ញុំនឹងធ្វើការទៅសម្អាតគឺខ្ញុំមានតែចំនួន2 GB ទេណាបាទ 2G.75 GB ទេណាអ្នកគ្នាឥឡូវខ្ញុំចូលទៅក្នុង app ចូលទៅក្នុងកន្លែងនេះ setting បងប្អូនចូលមកក្នុង setting មកបាទហើយយកការអនុវត្តរបស់ខ្ញុំនេះគឺខ្ញុំអនុវត្តនៅលើទូរស័ព្ទដៃ Android ជាទូរស័ព្ទដៃVivo បាទ Vivo អ្នកគ្នាណាហ្នឹងហើយអូខេឥឡូវខ្ញុំអូសឡើងទៅលើខ្ញុំទៅរកមើលពាក្យថាកម្មវិធីនិងការអនុញ្ញាតនេះចុចលើនោះមកកម្មវិធីឬក៏នឹងការអនុញ្ញាតចុចលើនោះមកអ្នកគ្នាបាទបន្ទាប់មកបងប្អូនយកពាក្យថាកម្មវិធីគ្រប់គ្រងបាទគ្រប់គ្រងកម្មវិធីគ្នាអញ្ចឹងទៅចុចលើនោះមកអ្នកគ្នាបាទបងប្អូនចុចលើនឹងមកបាទបន្ទាប់មកបងប្អូនយើងធ្វើការមកដល់តម្រងនេះចាំបន្តិចអ្នកគ្នាវាពងវល់អូខេអ្នកគ្នាអញ្ចឹងមកដល់តម្រងនេះគឺបងប្អូនយើងអាចអូសទៅមើលបានជាមួយនឹងនេះបងប្អូនអាចមើលពីទំហំវាណាវាមានបណ្ណាចឹងអ្នកគ្នាឥឡូវខ្ញុំឧទាហរណ៍ថាចោះខ្ញុំត្រូវមើលសិននេះឧទាហរណ៍ថានេះហ្គេមនេះបាទឧទាហរណ៍ថាហ្គេមមួយនេះគឺapp ហ្នឹងគឺវាបានប្រើរហូតដល់242 MB អញ្ចឹងទៅណានឹងអានេះគឺជាទំហំវាណាបាទទំហំយើងប្រើប្រាស់ឥឡូវយើងទៅរកមើលអាកម្មវិធីមួយណាដែលវាស៊ីមេធំជាងគេដែលយើងបានផ្ទុកឯកសារធំជាងគេណាបាទដូចជា Telegram ហ្នឹងបងប្អូនយើងប្រើប្រាស់នេះគ្នានេះ Telegram 8 GB នោះនេះណាច្រើនមែនតើណានេះច្រើនមែនតើណាបងប្អូនគ្នាឃើញណាអញ្ចឹងឥឡូវខ្ញុំចូលមកក្នុង Telegram តែម្ដងចូលមកក្នុង Telegram មកនេះបន្តមកទៀតគឺបងប្អូនយកពាក្យទៅនេះយកពាក្យថាទំហំផ្ទុកនេះទំហំផ្ទុកនោះចុចលើនឹងមកហ្នឹងបាទចុចតាមខ្ញុំមកនោះគ្នាបាទមួយទេនោះនេះណាបាទនេះ Telegram នេះអញ្ចឹងបងប្អូនឃើញនេះគឺទំហំផ្ទុករបស់វាគឺរហូតដល់ទិន្នន័យរបស់វាណាគឺ8 GB នោះនេះណា8 GB អញ្ចឹងតើបានទូរស័ព្ទដៃរបស់ខ្ញុំវាអស់ storage ទេនោះនេះវាអស់ម៉ាស៊ីនផ្ទុកវាអស់ទំហំផ្ទុកអញ្ចឹង
ដោយសារតែ Telegram របស់ខ្ញុំគឺខ្ញុំប្រើវារាល់ថ្ងៃអញ្ចឹងទិន្នន័យទាំងអស់ហ្នឹងគឺវានឹងជាប់នៅក្នុង Telegram ហ្នឹងណាគ្នាហើយខ្ញុំបញ្ជាក់បើសិនជាករណីបងប្អូនយើងធ្វើការចុចពាក្យថាសម្អាតទិន្នន័យនេះអញ្ចឹងវានឹងសម្អាតទិន្នន័យទាំងអស់ដែលបងប្អូនយើងបានធ្លាប់ធ្វើការឆាតទៅវិញទៅមកទាំងសំឡេងទាំង photo ID បាទក្រុម photo ID ច្រឡំphoto បាទ photo រូបភាពរូបថតរបស់យើងហ្នឹងបាទឬក៏សំឡេងឬក៏អីផ្សេងដែលយើងតាក់ទងជាមួយនឹងឆាតអញ្ចឹងវានឹងclear បាទវានឹង clear ឬក៏សម្អាតទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងណាឲ្យទៅនេះ8 GB នេះឃើញទេអូខេអញ្ចឹងឥឡូវខ្ញុំអត់គិតច្រើនទេព្រោះអីទូរស័ព្ទដៃរបស់ខ្ញុំវានេះហើយវាអស់ទំហំផ្ទុកហើយអញ្ចឹងខ្ញុំលុបកម្មវិធីអីផ្សេងទៀតក៏អត់កើតដែរបាទលុបក៏វាអត់បានច្រើនដូចអញ្ចឹងដែរនេះឥឡូវខ្ញុំសម្អាតទិន្នន័យតែម្ដងអ្នកគ្នាណាបាទចុចលើសម្អាតទិន្នន័យបាទចុចលើនោះមកបន្តមកទៀតវាចេញមកតម្រងគឺបែបនេះអញ្ចឹងវាចូលមកក្នុង Telegram ណានេះវាដាក់ថា storage នេះបាទនេះគឺជាតម្រងនៅក្នុង Telegram អ្នកគ្នាណាបាទអញ្ចឹងសរុបមកទាំងអស់នេះទាំងអស់ហ្នឹងបងប្អូនមើលតាមពណ៌ទៅវាមានក្រាបរបស់វាមានជាក្រាបរបស់វាបាទអ្នកគ្នាមើលតាមហ្នឹងណានេះហើយនេះគឺជាការ voice សលេងអ្នកនេះណាគឺយើង voice ជាសលេង Messenger អ្នកនេះជាសំឡេងអញ្ចឹងគ្រាន់តែការ voice សំឡេងរបស់ខ្ញុំហ្នឹងអ្នកគ្នាណាគ្រាន់តែការ voice សំឡេងរបស់ខ្ញុំគ្រប់ឆាតបាទគឺវាសរុបនៅក្នុងទាំងអស់នេះវាសរុបនៅក្នុងទាំងអស់អញ្ចឹងវាទៅដល់ 3 GB អ្នកនេះវាច្រើនជាងគេបងអស់ទៅដល់ 54% អ្នកនេះណាហ្នឹងហើយនេះ 54% ហើយអានេះទី2នេះគឺជាវីដេអូនេះវីដេអូនេះបាទវីដេអូបាទវីដេអូដែលខ្ញុំបានផ្ញើតាមរយៈ Telegram ហ្នឹងគឺ Machi.85 MB ហ្នឹងណាច្រើនដែរហើយចំណែកអា photo នេះរូបភាពបាទនេះគឺជារូបភាពគឺ891 MB ណាអូខេអញ្ចឹងបើសិនបងប្អូនចង់ clear យើងអាចធ្វើការ clear មកនេះចុចពាក្យថា clear បាទ clear ទាំងមកគឺយើងអាច clear ទាំងអស់ហ្នឹងទៅហើយប៉ុន្តែបើសិនជាករណីបងប្អូនយើងអត់ចង់ clear ទាំងអស់ទេឥឡូវដូចខ្ញុំអញ្ចឹងខ្ញុំចង់តែ clear តាvoice messenger ទេខ្ញុំទុកជាមួយនឹងវីដេអូអញ្ចឹងខ្ញុំចុចអានេះមកនេះវាបាត់អានេះមួយណាបងឃើញនេះអញ្ចឹងខ្ញុំទុកអានេះមួយដល់នេះណាគឺខ្ញុំទុកកន្លែងវីដេអូនេះបាទទុកវីដេអូដោយសារតែវីដេអូរបស់ខ្ញុំគឺខ្ញុំមានជាមួយនឹងក្បាល intro អីផ្សេងនៅក្នុងហ្នឹងគឺខ្ញុំបានតម្លាក់តាម Telegram អញ្ចឹងណាអញ្ចឹងខ្ញុំទុកវីដេអូខ្ញុំ clear តាការ voice សលេងហើយនឹង photo អីផ្សេងទេណាហ្នឹងហើយខ្ញុំ clear តែប៉ុណ្្នឹងទេបាទបងប្អូនគ្នាអូខេអញ្ចឹងឥឡូវខ្ញុំទុកសលេងអត់ជាស្រ័យខ្ញុំទុកវីដេអូហ្នឹងគឺមួយជីជាងណាបាទមួយជីជាងហ្នឹងហើយអូខេហើយបើសិនបងប្អូនចង់មើលនេះចង់មើលថាសលេងតែយើង voice color នេះវាមានសលេងអីខ្លះនេះឲ្យមើលខាងក្រោមនេះបាននេះយើងអាចឆាតជាមួយពីណាគឺមាននៅក្នុងទីនេះទាំងអស់នេះបាទនេះនៅក្នុងខាងក្រោមនេះទាំងអស់នេះបាទអានេះគឺជាការឆាតហើយនេះគឺជា media នេះ media បាទហ្នឹងហើយ media នេះយើងវាមានទាំងអស់យើងអាចចូលមើលតាមហ្នឹងទៅណាអាចចូលមើលតាមហ្នឹងទៅនេះអានេះគឺជាmenu បាទ music បែបអូខេអ្នកនាងអញ្ចឹងឥឡូវគឺខ្ញុំធ្វើការយកអញ្ចឹងណានេះណាគឺខ្ញុំខ្ញុំ clear ជាមួយនឹងសលេងហើយនឹង photo ហើយនឹងអានេះទេណាបាទអញ្ចឹងខ្ញុំឥឡូវខ្ញុំធ្វើការចុចពាក្យថា clear តែម្ដងនេះខ្ញុំសម្អាតតែម្ដងណាចុចលើហ្នឹងមកហើយបងប្អូនយកពេលនេះពាក្យថា clear នេះមកបាទនេះគឺចឹងទំហំរបស់វាគឺ5 GB ណា5 GB ហ្នឹងហើយនេះឥឡូវវាពង clear នេះវាពងតែបោសនេះទៅហើយបងចាំបន្តិចណាវាពងទៅហ្នឹងស៊ឺតទៅហើយនេះលោតទៅហើយនេះលោតទៅហើយអញ្ចឹងរូបភាពការ voice សលេងការអីហ្នឹងគឺទៅហើយខ្ញុំទុកតែវីដេអូទេណាបងប្អូនគ្នាខ្ញុំទុកតែវីដេអូទេគេថាវីដេអូវាសំខាន់ដែរអញ្ចឹងណាហ្នឹងហើយចាំមើល5 GB ចាំតិចទៅបង្ហាញកន្លែងដែលខ្ញុំមាននោះណាកន្លែងយើងមើល storage មើលអីណានេះអស់ហើយបាទអស់លេងនេះចឹងនៅសល់តែវីដេអូទេនេះបាទនៅសល់តែវីដេអូទេមួយ G ជាងទេណាមួយ G.85 ឥឡូវខ្ញុំចេញពីអាហ្នឹងខ្ញុំចូលមកក្នុងអានេះវិញនេះកម្មវិធីនេះចាំមើលវីដេអូប៉ុណ្ណឹងប៉ុណ្ណាវីដេអូអានប៉ុណ្ណានេះអូខេត្រូវហើយនេះបាទពីមុនខ្ញុំចូលទៅបង្ហាញហ្នឹងគឺខ្ញុំមានតែ 2G GB ជាងទេណា 2G GB ជាងទេប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើ
ការ clear នេះបងប្អូនគ្នាបងឃើញនៅខាងក្រោមនេះហើយឲ្យពីកាំងចឹងបងប្អូនគ្នាបាទនេះទៅនេះកន្លែងនេះនឹងវាដាក់ឃើញបងប្អូនឃើញគេដាក់ថាអាចប្រើបាន 7.93 7G.9